បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះមានទូ GD ខ្នាតធំគឺ1660អាំពែកំពុងតែរៀបចំជូនភ្ញៀវហើយបាទគឺមិនទាន់បានកាត់ស្ពាន់បានហើយ100%ទេប៉ុន្តែគ្រោងឆ្អឹងនៃទូគឺយើងបានចាប់ហើយ100%ហើយប៉ុន្តែនៅឡើយតែការដើរស្ពាន់ផងយើងទេគឺមិនទាន់បានគណនាបូកដកគុណចែកអីដើម្បីកាត់វាបានទេអានឹងនៅអត់ទាន់ទេតែនេះវាបានប្រហែលជា5%ដែរបងប្អូនបាទបងប្អូនអាចទស្សនាមើលបានពីរបៀបក្នុងការតម្លើងទូភ្លើងនេះបាទគឺក្រុមការងារគាត់កាត់បានខ្លះហើយបាទខ្លះក៏កាត់បានខ្លះក៏នៅចឹងអានេះគឺយើងប្រើ D-Center ចំនួន2មានលើមានក្រោមគឺ D-Center ទី1ខាងលើណាចូលភ្លើងរត់ហើយ D-Center ខាងក្រោមនេះ MCCB ខាងក្រោមហ្នឹងគឺយើងប្រើភ្លើងម៉ាស៊ីនបាទប្រើភ្លើងម៉ាស៊ីនសម្រាប់ដាក់មកហើយខាងនេះគឺយើងចាប់ចូលគ្នាបាទគឺយើងចាប់ចូលគ្នានេះយកទៅឆែកយកទៅប្រើប្រាស់ទៅតាមអាគារទៅតាមបន្ទប់អីចឹងទៅដល់ជំរឿការឥឡូវបងប្អូនមើលពីអំពែ body hunter គឺ1600អំពែមានលើមានក្រោមបាទនេះគឺយើងបានរៀបចំនឹងកាត់បានខ្លះហើយសម្រាប់បងប្អូនដែរហើយបងប្អូនមើលទៅបាទនេះក្រុមមេជាងក៏ទៅមកស្កេនដៃទេបាទហើយមេជាងធំក៏ដើរលូមកហ្នឹងបាទមេជាងធំហើយនេះគឺចែកចាយទូយើងមកចែកចាយគឺ630អាំពែបាទ630អាំពែមានចំនួន4គ្រាប់ហើយ250អាំពែចំនួន8គ្រាប់ហើយការរៀបចំកាត់ស្ពាន់យើងថ្ងៃហ្នឹងគឺកាត់ហើយមួយថ្ងៃកាត់ហើយឥឡូវនេះគឺយើងចាប់ហើយបាទចាប់ isolator អីហ្នឹងអាហ្នឹងគឺយើងស្ពាន់យើងដល់នឹងគឺបុកទៅចំនោះឃើញអាស្ពាន់មួយនោះនេះបាទគឺនេះចាប់ថងមកបុកចំគ្នាចឹងឯងអីអាហ្នឹងដល់ត្រឹមនោះហើយនេះជាគូក្បាល control របស់វាក៏យើងបានរៀបចំហើយដែរនេះជាគូក្បាល control របស់វាវាមាន smart chain មកគ្រាប់ហើយនឹងកន្លែងគីឡូភ្លើងហ្នឹងគឺcontrol គូក្បាលវាដែរបាទយើងមើលទៅគឺពូលនេះពូល ABC របស់ភ្លើងរត់ហើយនឹង ABC របស់ភ្លើងម៉ាស៊ីនហើយយើងថែមអំពូលសញ្ញានោះ2គ្រាប់អំពូលសញ្ញារបស់ EDC និងអំពូលសញ្ញារបស់ម៉ាស៊ីនវាមានតែប៉ុណ្្នឹងទេបងប្អូនបាទអញ្ចឹងគឺអស់អីនិយាយហើយបានហើយបងប្អូនចាំទស្សនានៅវីដេអូក្រោយទៀតបាទ